bạn chẳng ở trong mà đo sầm nua tivi bà sầm nua tivi trong số thà tá dương thử cả vô đăng tí ông pi cả pra thịt chól mà thà chi được có năm kỳ mỹ được có xem tiền của tam bất tới cái lạiនេះគឺសំខាន់ណាពុកម៉ែបងប្អូនដែលធ្វើកសិកម្មបានថាយើងនិយាយតែខ្ញុំមានពាក្យមួយថាបើយើងការគ្រប់គ្រងអត់ចេះទាំងអស់ទេបាទប៉ុន្តែបើកម្មិចណាអត់ចេះយើងពឹងគេបាទពឹងតែចេះថាយើងមកដាំកស៊ូមួយយើងក៏យល់ដឹងថាយើងមានលុយមានកាក់នៅក្នុងការទិញដីដាំកស៊ូឯងបាទអញ្ចឹងស្អីគេដែលយើងត្រូវពឹងគេបើគេយើងអត់មានជំនាញដីយើងទៅពឹងជំនាញដីអ្នកជំនាញដីឲ្យទៅធ្វើឡាបូឡាអីចឹងទៅបាទយើងអត់បានចេះដឹងរឿងពូជយើងទៅពឹងគេអ្នកជំនាញពូជបាទទៅទិញពូជគេមកអាពូជណាល្អពូជណាដែលត្រូវមួយដីចឹងទៅបាទធន់ជំងឺធន់អីយើងអត់មានជំនាញជាយើងទៅពឹងអ្នកជំនាញជាមកជាវាមិនដើម្បីបានទឹកជ័រច្រើនអីចឹងយើងអត់មានជំនាញគេប្រើជីថ្នាំយើងទៅពឹងអ្នកប្រើជីថ្នាំទេចឹងយើងត្រូវតែពឹងគេហើយអាកន្លែងហ្នឹងហើយគឺខ្ញុំចង់ជម្រាបជូនថាយើងត្រូវតែចេះយើងអត់ចេះយើងត្រូវពឹងគេអញ្ចឹងឃ្លីបមួយនេះខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងយកទៅអនុវត្តហើយគឺពិតជាជួយដល់ពុកម៉ែបងប្អូនអញ្ចឹងសួរថាតើវាចាំបាច់ទេត្រូវការស្ដឹងជីថ្នាំត្រូវតែដឹងបើអត់ដឹងទេព្រោះអានេះវាអាវុធមុខពីរទាំងអស់វគ្គត្រួយយកផ្កាមកបាញ់គឺកាំងត្រួយវគ្គផ្កាផ្លែដល់ពេលយើងយកត្រួយមកបាញ់ជ្រុះអាផ្កាផ្លែទាំងអស់វគ្គកំពុងតែផ្លែក្តឹបអីចឹងមកយកនៅតែយកអាត្រួយមកបាញ់ទៀតគឺជ្រុះផ្លែឬក៏អាផ្លែហ្នឹងវាទៅជាអាលៀកពណ៌វាអត់ស្អាតពិសេសគឺសាច់ខាងក្នុងអត់មានគេហៅស្ពូតអូខេអញ្ចឹងអ្នកខ្លះខ្ញុំលើកឧទាហរណ៍អ្នកខ្លះគាត់ប្រើជីដែលមានជាតិអាសូតខ្ពស់អូពេលដែលបាញ់យកត្រួយគាត់ថាអាហ្នឹងល្អដល់ពេលផ្កាគាត់ថាម៉ែអាហ្នឹងល្អបាញ់អាហ្នឹងទៀតគេចាប់ដើមថយផ្កាណាដល់ពេលផ្លែយកអាហ្នឹងទៀតយកទៅដាក់ទៀតក្តាប់ផ្កាផ្លែជ្រូកខ្ទេចហើយផ្លែមកគេដាក់មកបេមកគេបាន75គីឡូឯងមកបេមកគេដែរបាន50គីឡូគេស្រាអញ្ចឹងបើយើងនិយាយវាស្រូវគេថាវគ្គ1អ៊ុយរ៉េវគ្គ2ក៏អ៊ុយរ៉េវគ្គ3អ៊ុយរ៉េមានអីស្រូវស្កខ្ទេចខ្មៅអាលៀកកគួរអញ្ចឹងទៅអញ្ចឹងកន្លែងហ្នឹងគឺត្រូវតែចាំបាច់ត្រូវតែស្គាល់បាទអញ្ចឹងស្គាល់អីខ្លះធាតុសំខាន់គេហៅថាធាតុ3មុនគេលេខមុខលេខកណ្ដាលលេខខាងគេហៅ NPK បាទ N ត្រួយលេខមុខត្រួយលេខកណ្ដាលផ្កាលេខខាងផ្លែបាទអញ្ចឹងអត់អាចយកអាពេលត្រួយយកលេខខាងផ្លែយកមកដាក់បានទេនៅពេលផ្កាมันអាចយកលេខត្រួយយកមកដាក់បានទេបាទនេះគឺជាចំណុចដែលពុកម៉ែបងប្អូនត្រូវតែចាប់អារម្មណ៍ហើយត្រូវតែប្រើឲ្យត្រូវបាទពីព្រោះនៅក្នុងដីក៏មានជីនៅក្នុងបរិយាកាសក៏មានជីដែលវាអាចផលិតអា NPK បែបលក្ខណៈធម្មជាតិដែលឲ្យចន្ទទីរស់បានឬក៏អាចគ្រប់គ្រងនឹងការបង្កើនឲ្យភាពធន់ទាំងអស់ហ្នឹងគឺចំណុចទី1ដែលខ្ញុំឆ្លើយប្រាប់រួចហើយបាទទៅផលិតជីនៅក្នុងដីឲ្យមានត្រូវផលិតកោសិកាដើមទៅផលិតកោសិកាប្រលាស់ថ្មីការពីដើមមកដៅមករហូតដល់120ថ្ងៃគឺ4ខែអញ្ចឹងត្រូវតែផលិតវាឲ្យរួចមកអាផលិតរួចមកគ្រប់គ្រងមកហ្នឹងដែលជីពួកដែលវាផលិតនៅក្នុងរាងកាយរបស់វាហ្នឹងនៅពេលដែលយើងប្រើជីពួកនេះទៅវាទៅបំពេញមកគ្រប់មកបាទទៅបំពេញមកគ្រប់អញ្ចឹងសារធាតុពពួកនេះអាចនេះបានទេដូចយើងនិយាយថាវគ្គ1បាញ់33 11នេះគេហៅយកត្រួយហើយវគ្គ2បាញ់10 6 10គេហៅយកផ្កាវគ្គ3 7 5 44គេឃើញលេខវាខ្ពស់ខុសគ្នាយើងនេះគ្នានេះវគ្គ1 33 11វគ្គ2 33 11វគ្គ3 33 11ទៅហៅគ្រូណាមកជួយបាទអញ្ចឹងកន្លែងនេះសួរថាសំខាន់នេះសំណួរសួរថាជីថ្នាំត្រូវតែដឹងត្រូវតែសំខាន់បាទអញ្ចឹង NPK ជារឿងមួយរឿងទី2ដែលពុកម៉ែបងប្អូនតែងតែឃើញការលាស់ត្រួយលាស់ផ្កាលាស់អីមកប្រើនេះប្រើនោះប្រើជីត្រីប្រើអីមិនដឹងទេតែនៅពេលដែលពុកម៉ែបងប្អូនឃើញអញ្ចឹងពឹបអញចាំបាច់ចាំបាញ់10 6 10ទេបាទវាមិនស្មើនឹងលោកបរិយទៅចិញ្ចឹមមាន់មកត្រង់តែអត់មានឈ្មោះបាទសួរតែពងហ៎មានតែអត់តែវាអត់ញាស់ឬក៏វាញាស់ក្នុងចំណោម100ពងវាញាស់បាន3ដែរវាញាស់បាន10ដែរនៅក្នុង100ណាវាចៃដន្យគេថាមន់បែបនេះចឹងតែអញ្ចឹងវាដូចគ្នាវាស្មើនឹងផ្កាឬក៏ការផលិតផ្កាជាច្រើនមកវាអត់មានឈ្មោះអញ្ចឹងគឺខ្ញុំចង់ជំរាបជូនឡើងនេះថាទោះជាវាចេញផ្កាបែបធម្មជាតិយ៉ាងណាការផ្ដល់ជីគឺត្រូវតែផ្ដល់បាទដើម្បីទៅបំពេញគេហៅអរម៉ូនដើម្បីឲ្យផលិតកោសិកានៅក្នុងការផលិតផ្
plai ផ្លែមក ដូចយើងនិយាយថាចំគូវាមិនក៏ដោយត្រូវយកទៅដាក់បាត្រូវតែមានឈ្មោះ បាទ បាទចំមន់ណាដល់ត្រូវតែដាក់ឈ្មោះដើម្បីឲ្យវាមកបង្កើតអកម៉ូនដើម្បីឲ្យវាបង្កាត់ពូជទៅថ្ងៃមុខទៀតអញ្ចឹងរឿងសំខាន់គេហៅកេសរញីឈ្មោះយើងមានតែកេសរញីក៏វាបង្កើតដែរមានកេសរឈ្មោះបាទមានតែកេសរញីឡើង95%មានតែឈ្មោះ5%ក៏បង្កាត់ផ្លែអត់បានច្រើនដែរអញ្ចឹងវាបានតិចតួចដែលយើងឃើញថាផ្លែចេះតែអំបើមួយនេះមួយនោះហ្នឹងពេលខ្លះគឺអាការពេលដែលផលិតហ្នឹងគឺផលិតវាអត់ត្រូវអញ្ចឹងយើងត្រូវតែ NPK មិនថាខាងក្រោមមិនថាខាងលើត្រូវតែបំពេញនេះរឿងមួយរឿងទី2គឺយើងនិយាយអំពីបំពេញកាល់ស្យូមបូរ៉ន បាទ ដែលពុកម៉ែបងប្អូនស្គាល់ខ្ញុំនិយាយពាក្យហ្នឹងគឺស្គាល់ធាតុពីរនេះគឺរឿងសំខាន់មានន័យថាដឹកនាំកេសរញីបង្កាត់ចេញជាក្តាប់ផងហើយនឹងបំពេញតម្រង់ផ្លែយើងឲ្យល្អហើយនឹងធន់នឹងជំងឺគេកាល់ស្យូមបូរ៉នហើយក៏វាមានគុណវិបត្តិរបស់វាថាយើងប្រើច្រើនពេកក៏អត់កើតដែរពីព្រោះវាជាគូផលិតនៅពពួកភ្លុយកោហៅថាបង្កើនស្ករ បាទ អញ្ចឹងបង្កើនលទ្ធភាពស្ករធ្វើឲ្យអាពេលដែលយើងបាញ់វាទៅវាក៏បង្កើតសម័យចៃនឹងហ្នឹងដែរអញ្ចឹងកន្លែងនេះខ្ញុំគាត់បច្ចេកឲ្យបច្ចេកថាគេបាញ់គ្រប់គ្រងវាត្រឹមតែម្ដងពីរដងហើយបាញ់ឲ្យចំពេលថាយើងចង់បានអីបកាត់ក្តាប់យើងចង់បានឲ្យផ្លែមានតម្រង់ល្អឬក៏បកាត់ក្តាប់ឲ្យបានច្រើនអញ្ចឹងយើងបាញ់វាម្ដងពីរដងជាមួយ10 6 10ទៅវានឹងបង្កើតការក្តាប់ចេញមកជើងចាប់បានដកឲ្យមិនវគ្គណានេះតាំងពីវគ្គធួយទៅលេងកាល់ស្យូមបូរ៉នរហូតទៅដល់ចិត្តប្រមូលផលអស់ហើយនៅតែកាល់ស្យូមបូរ៉នទៅក៏អត់កើតដែរពីព្រោះសារធាតុទាំងអស់នេះយើងផ្ទុយទៅវិញគឺយើងទៅចិញ្ចឹមអាកាល់ស្យូមបូរ៉នឬក៏ធាតុចិញ្ចឹមទាំងអស់ដែលយើងបានផ្ដល់វាតាំងពីដើមមកដល់ហើយនៅក្នុងបរិយាកាសដែលផលិតបានមកហើយនឹងគួបផ្សំជាមួយនឹងជីដែលយើងដាក់ទៅទៀតអញ្ចឹងបានហុយយន្តយើងផលិតពពួក super ផ្កាផ្លែបាទ super ត្រួយ super ហុយមិចឬអញ្ចឹងបាននៅពេលដែលយើងចង់បាញ់ពពួកកាល់ស្យូមបូរ៉នហ្នឹងបាញ់វាតាមម្ដងពីរដងបកាត់ក្តាប់រួចយើងមកបាញ់ super ផ្កាផ្លែនេះវិញមកដែលវាមានកាល់ស្យូមបូរ៉នឬក៏មានធាតុម៉ាកូធាតុមីកូធាតុតូចហ្នឹងវាអាចជួយបង្គ្រប់បានដែរវាអត់ចាំបាច់តែយើងត្រូវទៅការបាញ់អាកាល់ស្យូមបូរ៉នបែបគីមីនឹងរហូតទេកន្លែងនេះខ្ញុំចង់បញ្ជាក់ឲ្យបញ្ជាក់ទៀតទៅវិជាកសិករយើងហើយគឺជាចំណុចដែលកាត់បន្ថយទាំងជំងឺកាត់បន្ថយទាំងសត្វល្អិតហើយបំពេញសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ទៀតបាទនេះគឺជាចំណុចសំខាន់នៃពពួកកាល់ស្យូមបូរ៉នបន្ទាប់សាល់គ្រូតិចបាទគ្រូអនុញ្ញាតកាត់សាល់គ្រូតិចបាញ់2 ដងឬក៏3 ដងនៅក្នុងចំណុចណាដែរបើសិនជាពេលដំណាក់កាលផ្កានេះយើងគួរបាញ់ខ្ញុំបានជំរាបជូនហើយវាស្ដាប់មិនទាន់ទៀតអានេះខ្ញុំឲ្យឡើងវិញថាគេបាញ់នៅគោលបំណងដែលយើងចង់បង្កាត់ក្តាប់ពាក្យថាបង្កាត់ក្តាប់កសិករក៏យល់ខ្លួនគាត់ដែរថានៅវគ្គណាដែលយើងត្រូវបង្កើតក្តាប់ផ្កាចាប់ដើមរីកយើងចាប់ដើមមកវាកចេញទៅជាក្បាលរុយអញ្ចឹងគឺយើងបាញ់ចាប់ពីផ្កាកំពុងតែចាប់ដើមរីកហ្នឹងអាមុនរីកហ្នឹងយើងបាញ់វាទៅដើម្បីឲ្យវាចាប់ដើមរីកហើយវាកចេញជាក្បាលរុយអញ្ចឹងបានម្ដងហ្នឹងគឺម្ដងជាទូទៅគេប្រើពេល10ទៅ15ថ្ងៃបាញ់ម្ដងអញ្ចឹងមានន័យថាបាញ់ម្ដងហើយ15ថ្ងៃក្រោយមកបាញ់ម្ដងទៀតអញ្ចឹងអាចិនទីរបស់យើងដែលយើងលូតលាស់នៅក្នុងការបង្កាត់ក្តាប់មួយវគ្គវាទៅនេះយើងត្រូវបាញ់2 ដងមែនទេចូលយើងនិយាយថាចន្ទទីផ្កាបន្តរហូតទោះជាផ្កាបន្តយ៉ាងណាក៏ដោយវាមានផ្កាដែលវាមកជាវគ្គវាដែរបាទតោះហ្នឹងឡើយនេះវាមកជាវគ្គវាមកជាវគ្គអញ្ចឹងមកវគ្គដែលយើងបង្កាត់ហ្នឹងគឺយើងបង្កាត់2 ដងបន្ទាប់មកយើងបាញ់កាល់ស្យូមបូរ៉នជាមួយនឹងធាតុសារធាតុចិញ្ចឹមដូចជា super ផ្កាផ្លែរបស់យើងដែលមានកាល់ស្យូមបូរ៉ននៅក្នុងនោះដែរគ្រាន់តែវាជាលក្ខណៈសរីរាង្គបាទបន្ទាប់មកយើងបាញ់ថែទៅយើងចង់បាញ់មួយវគ្គទៀតបាញ់ទៅពេលណាលំលងមួយខែទៅវាលោតអាវគ្គថ្មីមកយើងអាចបាញ់វាម្ដងទៀតទៅបាទយល់ទេកន្លែងនេះអញ្ចឹងមានន័យថាយើងអត់ប្រកាសថាបាញ់ប្រមាណដងតែសុំឲ្យបាញ់ជាវគ្គនៅតម្រូវការដែលយើងចង់បានមិនមែនយើងគ្រាន់តែពីត្រួយមកលេងកាល់ស្យូមបូរ៉នឬក៏គ្រាន់តែតន់ផ្កាផងគឺកាល់ចូលបរនឲ្យទៅរហូតវាមិនដឹងថាវាទៅជួយស្អីវាមានទៅតែបង្កើតសម័យចៃហើយនឹងពពួកសត្វល្អិតហើយពពួកជំងឺវិញទេនេះវាជាពពួកបាក់តេរីចម្លងចឹងទៅអញ្ចឹងបន្តមកទៀតវាមានសារធាតុ2ទៀតដែលសំខាន់ដែលពុកម៉ែបងប្អូនដែលចាញ់គឺចាញ់គេជឿចាញ់ទៅនឹងសារធាតុមួយគេហៅពពួកអាមីណូស៊ីវីតបាទសារធាតុមួយទៀតគេហៅ copper បាទព្រោះអាពីរនេះវាជួយសម្រួលអាកាសធាតុតែម្ដងបាទហើយចង់ក្តៅហើយចង់ត្រជាក់អាមីណូស៊ីវីតនេះវាទៅជួយបំពេញតម្រង់ផ្កាផ្លែឬក៏សំណើមដែលគេហៅថាសដង់ស្រួយណាឬក៏តោមផ្កាដែលបាត់បង់សំណើមបាត់បង់ទឹកបាត់បង់អីហ្នឹងគឺវាទៅជាស្ងួតហើយផ្កាក្រៀមផ្កាយហ្នឹងគឺអាមីណូស៊ីវីតនេះគឺវាទៅជួយដើម្បីបំពេញអាហ្នឹងបាទហើយយន្តក៏ផលិតសារធាតុមួយដែរគឺ
chi super ការផ្លែដែលវាជាពពួកក្រុមមីកូធាតុដែលវាជួយទៅឲ្យរុក្ខជាតិរបស់យើងមានសំណើមនៅក្នុងទងផ្កាណាអូខេអញ្ចឹងគឺក្រុមអាមីណូស៊ីវីតអាតូនិកគឺសំខាន់ឃើញគឺជាសារធាតុត្រូវយល់ដឹងគឺសំខាន់អញ្ចឹងវាបាញ់ទាំងក្តៅត្រជាក់គឺវាបាញ់ទៅវាសម្រួលឲ្យអាកាសធាតុនឹងមួយគឺរុក្ខជាតិយើងមួយគឺទទួលនៅកណ្ដាលរហូតបាទហើយចង់ក្តៅក៏ក្តៅចង់ត្រជាក់ទៅវានៅកណ្ដាលមានន័យថាម៉េចមានន័យថាវាទៅ control ឲ្យសំណើមឲ្យទឹកចិញ្ចឹមឲ្យអីហ្នឹងគឺបំពេញឲ្យអញ្ចឹងមិនងាយស្វិតមិនងាយផ្កាក្រៀមមិនងាយរុះរួយទេអញ្ចឹងអាមីណូស្វីតចុះ copper វិញមិនបានខ្ញុំថាសំខាន់ដែរកុំចាត់ផ្សិតយ៉ាងไรទាំងអស់ឲ្យតែពពួកបាក់តេរីចម្លងបាទមិនថាស្ពរប្រភេទបាក់តេរីប្រភេទណាទេដាក់វាចូលទៅពុបវាទៅគ្រប់គ្រងមកអញ្ចឹងជី super doctor របស់យើងវាទៅគ្រប់គ្រងសើមប្រៃភ្លៀងអាស៊ីតអាកាសធាតុអាប់អួរវាបង្កើតពលឺមកវិញចូលវាជាតុងដែងវាមានធាតុតុងដែងនៅនឹងអញ្ចឹងតុងដែងវាបង្កើតអា chlorophyll ឃើញអញ្ចឹងវាជួយគ្នាអញ្ចឹងសារធាតុ NPK កាល់ស្យូមបូរ៉នអាមីណូស៊ីវីតឬក៏ copper នេះគឺសំខាន់ជាងគេទាំងអស់ក្រោយពីនឹងទៀតគឺនៅក្នុងពពួកមីកូធាតុម៉ាកូធាតុដែលយើងអាចបូកផ្សំទៅជាមួយបានដូចជាជីទឹកវគ្គត្រួយយើងមាន PN របស់យើងឬក៏គេហៅថាពុកម៉ែបងប្អូនមានជីត្រីអញ្ចឹងទៅបាញ់ចូលទៅជួយទៅវគ្គផ្កាផ្លែយើងមានពពួក super ផ្កាផ្លែអញ្ចឹងទៅយើងបាញ់ជួយបានអញ្ចឹងនេះគឺចំណុចសំខាន់នៅក្នុងការទប់ស្កាត់ឬក៏បំពេញធាតុចិញ្ចឹមសួរថាសំខាន់គាត់ហើយសំខាន់មួយទៀតគឺយើងត្រូវស្គាល់ថ្នាំខ្លះដែរអញ្ចឹងថ្នាំមាន2គឺថ្នាំបកាដូចជាសាឡាអត់អញ្ចឹងគឺយើងមាន vinegar បាទ vinegar នេះគឺពពួកជីថ្នាំធម្មជាតិក្រាបទប់ស្កាត់បំពេញអាធាតុល្វីងធាតុជូរចត់ដើម្បីកុំឲ្យអាសាឡាអត់នឹងចូលចិត្តអូខេនេះគឺយើងបាញ់បានហើយអាចបូកផ្សំជាមួយនឹងសារធាតុមួយចំនួនមិនថាអ៊ីម៉ាម៉ាទីនអាមីដាក្លូប្រីតឬក៏អាសេតានេះទេទៅតាមការបង្ករបស់សាឡាអត់មួយសម្រាប់ជំងឺដូចគ្នាដែរវាមានផុកស៊ីអាលុយវីញ៉ូមផុកស៊ីធីអាលុយវីញ៉ូមដែលជាពពួកថ្នាំកម្ចាត់ផ្សិតឬក៏ពពួកសារធាតុផ្សេងបែបគីមីដែលយើងទប់ជាមួយនឹងធម្មជាតិអត់បានដូចជាយើងមិញថាប្រើ copper ឬក៏ super doctor យើងហើយវាជួយអត់បានយើងអាចបូកបញ្ចូលជាមួយផុកស៊ីធីអាលុយវីញ៉ូមឬក៏ពពួកមេតាឡាស៊ីលឬក៏ mancozeb អីជាដើមអញ្ចឹងសារធាតុអស់នេះត្រូវតែយល់ហើយអត់មានច្រើនទេលោកបរិយតិចតួចដែលខ្ញុំបាននិយាយមិញនេះគឺសង្កត់ថាថ្នាំជំងឺមិញមាន3សំខាន់មានមេតាឡាស៊ីលមាន mancozeb និង positive លើវីញ៉ូអូខេដល់ពេលមកសាឡាអត់មិញមានអាបាសំទោសមានអ៊ីម៉ាម៉ាទីនអាមីដាក្លូប្រីតអាសេតានអីជាដើមហើយឬក៏បូកជាមួយនឹងគេហៅថាប្រេងជំរាបអីចឹងទៅបាទឬក៏ fipronil អញ្ចឹងដែលវាមានជាពពួកប្រេងជំរាបអញ្ចឹងសំខាន់បាទអរគុណច្រើនមែនតើនេះគឺជាការយល់ដឹងកត្តាសំខាន់ជារួមដែលបងប្អូនគួរតែអនុវត្តឲ្យកាន់តែច្បាស់អំពីការប្រើប្រាស់ជៀសវាងការខាតបង់នៅពេលដែលយើងប្រើទៅអញ្ចឹងគឺកត្តាសំខាន់ណាស់មែនបងប្អូនយើងឃើញគេប្រើទៅអូកំចាត់បានល្អបាទជួនកាលទៅដូចសារធាតុមួយចំនួនគឺថាវាមានកម្រិតជាតិក្តៅខ្លាំងបាទជាតិក្តៅមធ្យម Cypermetrin អីចឹងក្តៅខ្លាំងអីចឹងទៅបាទហើយនៅក្នុងដំណាក់កាលផ្កាវាយើងប្រើអត់ចាស់ជ្រូកអស់បាទអញ្ចឹងគឺបងប្អូនគួរតែយល់ដឹងអញ្ចឹងគឺយើងរៀនតិចយើងមិនអាចថាឲ្យយល់ដឹង 100% ទេបាទអញ្ចឹងគឺយើងនឹងបន្ថែមជាមួយនឹងអ្នកជំនាញដែលគាត់មានជំនាញទៅលើការប្រើប្រាស់ហ្នឹងបាទមួយទៀតដូចជាការលើកឡើងពីខាងដើមដែរដូចជាពាក់ព័ន្ធជាមួយនឹងកត្តាអាកាសធាតុបាទអញ្ចឹងគឺតើកត្តាអាកាសធាតុដែលប្រែប្រួលនោះវាអាចប៉ះពាល់យ៉ាងណាហើយយើងគួរទប់ស្កាត់វាដោយវិធីសាស្ត្រណាគ្រូតាមពិតទៅវានិយាយអំពីកត្តាអាកាសធាតុនេះគឺលើពិភពលោកគឺគេចំណាយលុយច្រើនមែនតើគេហៅថាមកសិក្សាในការបម្រែបម្រួលអាកាសធាតុហើយរកសារធាតុឬក៏រកវិធីទប់ស្កាត់បាទហើយក៏ចេញសភៅជាច្រើនដូចជាអង្គការចៃការដែលនៅក្នុងស្រុកខ្មែរយើងដែលសិក្សាពីបម្រែបម្រួលអាកាសធាតុប៉ះពាល់សេដ្ឋកិច្ចប៉ះពាល់ដល់ទិន្នផលប៉ះពាល់ដល់សង្គមជាតិប៉ះពាល់ដល់កត្តាមនុស្សអីផ្សេងនេះមិនថាព្យុះមិនថាភ្លៀងបក់បោកចន្ទទីអាលុំគេចន្ទទីអាលឿងចន្ទទីខូចបាក់បែកបាក់ផ្ទះសម្បែងអីហ្នឹងគឺកត្តាអាកាសធាតុនេះមិនតែប៉ះពាល់ទៅដល់ដំណាំទេគឺប៉ះពាល់ខ្លាំងទៅដល់សង្គមតែម្ដងអញ្ចឹងគេសិក្សាច្រើនទៅលើអាហ្នឹងអញ្ចឹងប៉ុន្តែយើងនិយាយថ្ងៃនេះយើងយកតែចំណុចដែលយើងផ្ដោតមកលើដំណាំហើយជាពិសេសគឺដំណាំចន្ទទីអញ្ចឹងការប្រែប្រួលអាកាសធាតុយើងយកតែ3ឆ្នាំនេះយើងឃើញអតុនិយមមួយកំពុងតែឲ្យយើងប្រយ័ត្នអំពីកត្តា El Nino បាទចូលមកម្ដងទៀតហើយឮតែ El Nino នេះពុកម៉ែបងប្អូនអាចដឹងថាឆ្នាំដែលចូល El
El Nino ដែលយើងអត់បានត្រៀមខ្លួនគឺខូចច្រើនមែនតើនៅលើផលចន្ទទីរបស់យើងដល់បន្ទាប់មកទៀតនោះវាមកអាកាសធាតុសើមស្ងួតនេះបាទក៏ខូចច្រើនដល់មកឆ្នាំនេះកំពុងកន្លងផុតទៅនេះគឺមានន័យថាត្រជាក់យូរហើយមានកៅផឹកត្រជាក់ថ្ងៃបន្តិចនេះភ្លៀងយប់ត្រជាក់ផឹកក្តៅថ្ងៃតិចភ្លៀងជប់ទៅជាអញ្ចឹងធ្វើឲ្យចន្ទទីឆ្នាំនេះក៏បាត់បង់ផលច្រើនអញ្ចឹងយើងយកអាកតាដែលយើងជួបទាំងអស់ហ្នឹងដែលយើងចង់យកមកជំរាបជូនពុកម៉ែបងប្អូនថាមានតែធាតុ2ទេដែលអាចជួយទប់ក្រៅទៅពីកតាផ្សេងបាទក្រៅពីកតាផ្សេងមិនថាក្តៅឬក៏មិនថាត្រជាក់មិញទេអញ្ចឹងពុកម៉ែបងប្អូនយកធាតុមួយដែលជួយសំណើមដីអញ្ចឹងយើងបាននិយាយពីសំណួរទី1ហើយគឺបាយកំបោរដាក់ជីធម្មជាតិឲ្យសំណើមដីរបស់យើងជួយឲ្យបានច្រើនបំផុតដែលអាចជួយទៅបានគឺវាបណ្ដុះកោសិកាសំណើមនិងរក្សាជាតិទឹកពីក្នុងដីដើម្បីជួយតាមរយៈប្រព័ន្ធឬនឹងសំណើមនៅក្នុងដើមរបស់រុក្ខជាតិចន្ទទីរបស់យើងអញ្ចឹងជីធម្មជាតិកប៉ុសធម្មជាតិពុកម៉ែបងប្អូនកាត់ថ្លៃលែងបានហើយពេលនេះដើម្បីទប់មួយបំរែបំរួលអាកាសធាតុដើម្បីរក្សាសំណើមបង្កើតអូអមបង្កើតជីក្នុងដីហើយជីទាំងអស់នេះมันអាចមានពីណាទៅបំផ្លាញវាបានវាវិញទេមិនថាកតាអាកាសធាតុมันអាចបំផ្លាញបានទេកាលណាតែវាដុះកើតហើយមានសំណើមរក្សាសំណើមបំពេញជាតិទឹកបំពេញជាតិជីនៅក្នុងដីនឹងគ្រប់គ្រាន់ហើយកតាអាកាសធាតុហួតយ៉ាងណាក៏ដីគឺត្រូវតែមានសំណើមអូខេតែផ្ទុយទៅវិញបើពុកម៉ែបងប្អូននៅតែបង្ខំប្រើតែជីគីមីទេពេលអាកាសធាតុក្តៅមកពឹបគឺហួតហែងក្តៅខ្ទេចងាប់ទាំងដើមទៀតអានេះគឺខ្ញុំចំណុចទី1ដែលកាត់ថ្លៃអត់បានគឺត្រូវតែបំពេញសារធាតុចិញ្ចឹមជីកំប៉ុស្តជីលាមកសត្វឬក៏ជីធម្មជាតិរបស់ហ៊ុយយន្តកសិកម្មតើមកដល់ត្រូវតែដាក់ដើម្បីជួយទប់ស្កាត់និងដោះស្រាយបញ្ហាកតាអាកាសធាតុទី2ខាងលើបាទពុកម៉ែបងប្អូនបាទដើម្បីបំពេញសំណើមសម្ពោធរក្សាជាតិទឹកនៅក្នុងដើមមានតែធាតុ2ទេដែលខ្ញុំបានជម្រាបពីចំនួនទី2មកមិញនេះហើយគឺមានអាមីណូក្រុមអាមីណូជាមួយនឹង copper បាទហើយជាមួយនឹងក្រុមអាមីណូនេះយើងអាចបដូរឬក៏អាចឆ្លាស់ជាមួយនឹងពពួកក្រុមសារធាតុគេហៅថាជីធម្មជាតិដូចជាហ៊ុយយន្តមានជី super ផ្កាផ្លែធម្មជាតិយើងមានជី PN ទឹកដើម្បីបាញ់ជួយបាទទប់សំណើមនិងរក្សាសំណើមនិងរក្សាភាពស្រស់របស់ចន្ទទីរបស់យើងហើយពុកម៉ែបងប្អូនអ្នកធ្លាប់ប្រើជីទឹក PN ដឹងហើយមិនថាបាញ់ទៅក្នុងដីឬក៏មិនថាបាញ់លើដើមលើផ្កាទេវាជួយទប់សំណើមបាទឬក៏បូកផ្សំជាមួយនឹងពុកម៉ែបងប្អូនប្រើជាមួយនឹងអាមីណូស៊ីវីតឬក៏ក្រុមអាមីណូឬក៏ពពួកអាតូនិកទៀតរត់តែលេខ1តែម្ដងហើយនឹង copper នេះទប់ស្កាត់បាន 100% ហើយបើសិនជាទប់ស្កាត់ពីក្នុងដីមកតាមរយៈបំពេញសំណើមដីរក្សាជាតិទឹកជួយកំប៉ុស្តជួយជីនៅក្នុងដីមីក្រូធាតុម៉ាក្រូធាតុដុះច្រើនក្នុងដីតាំងពីដើមមកដល់ទៅហើយនឹងជួយបាញ់អាពួកអាមីណូក្រុមអាមីណូជាមួយនឹងជីទឹកធម្មជាតិហើយនឹង copper នេះខ្ញុំជឿជាក់ថាបំរែបំរួលអាកាសធាតុបែបបំរិតណាក៏ពុកម៉ែបងប្អូនមិនបាត់បង់ទិន្នផលទេបាទនេះគឺសម្រាប់សំខាន់បាទអរគុណច្រើនមែនតើគ្រូអញ្ចឹងគឺកត្តាសំខាន់ដែលពាក់ព័ន្ធជាមួយនឹងការទប់ស្កាត់ពីអាកាសធាតុបងប្អូនបានជ្រាបហើយគឺមានធាតុសំខាន់ដែលគ្រូបានជម្រាបជូនគឺពពួកសរីរាង្គបាទគឺដូចជាពពួក OM ដែលជួយក៏ដូចជាសារធាតុមួយចំនួនដែលបាញ់នៅផ្នែកខាងលើបាទដូចជាពពួកសរាយសមុទ្របាទក្រុមអីហ្នឹងគឺបងប្អូនអាចយកទៅក្នុងការថែទាំបាទទោះបីជាបែបធម្មជាតិគឺវាអាចទប់ស្កាត់ជាមួយនឹងកត្តាផ្សេងដែលវាមានឥទ្ធិពលមិនថាតាដូចជាកតាក្តៅនេះគឺពិបាកទប់ស្កាត់ណាគ្រូបាទអញ្ចឹងគឺបងប្អូនយើងតែងតែរកសារធាតុណាដែលអាចបាញ់ទៅធ្វើឲ្យផ្កាគាត់នៅកាន់ឬក៏អាចថានៅជាប់សិនអញ្ចឹងណាបាទគឺជួបជាបទពិសោធន៍មកហើយមែនតែហើយឥឡូវអាកាសធាតុហ្នឹងក៏ធៀមប្រកាសថានឹងជួបបាតុភូត El Nino នេះបន្តទៀតអរគុណច្រើនបាទអញ្ចឹងគឺខ្លឹមសារសំខាន់នៅក្នុងប្រធានបទរបស់យើងថ្ងៃនេះបងប្អូនយើងបានជ្រាបហើយក៏ដូចជាគ្រូបានជម្រាបជូនក្បោះក្បាយច្រើនបាទលំអិតសឹងថាបងប្អូនយើងយកទៅអនុវត្តនឹងជួយបាទទៅដល់ការបង្កើនទិន្នផលបាទស្វ័យចន្ទទីក្នុងរដូវកាលថ្មីនេះសម្រាប់បងប្អូនរបស់យើងហើយបើលោកអ្នកនៅមានចម្ងល់បញ្ហាផ្សេងៗពាក់ព័ន្ធជាមួយនឹងបច្ចេកទេសលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ផ្នែកបច្ចេកទេសជាពិសេសលេខទូរស័ព្ទគ្រូផ្ទាល់នៅលើកញ្ចក់នៃការផ្សាយរបស់យើងដើម្បីប្រឹក្សាបន្ថែមបាទអំពីការប្រើប្រាស់ក៏ដូចជាការប្រើប្រាស់ធាតុចូលឲ្យចំគោលដៅផងដែរអរគុណលោកគ្រូម្ដងទៀតបាទសម្រាប់ការចូលរួមចែករំលែកនៅក្នុងកម្មវិធីរបស់យើងថ្ងៃនេះហើយក៏ជូនពរបាទទៅដល់ពុកម៉ែបងប្អូនឲ្យរត់ទទួលទានមានបានគ្រប់ក្រុមគ្រួសារបាទតាណាមអានប្រកបដោយសុខសុវត្ថិភាពនៅតាមដងផ្លូវបងប្អូនមានអ្វីសូមឆ្លើយថាទេចំពោះគ្រឿងញៀនគណៈនេះវត្តមានខ្ញុំបាទរួមជាមួយនឹងវាគ្មិនក៏សូមអរគុណនិងសូមគោរពលា